សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel និទានស្ដាប់កំសាន្តទាំងអស់គ្នាតោះកុំឲ្យបងប្អូនរងចាំយូរចូលទៅកាន់សាច់រឿងទាំងអស់គ្នារឿងនេះមានចំណងជើងថាយំរកកូនតាមមាត់ទឹកនៅពេលល្ងាចពន្លឺព្រះអាទិត្យពណ៌ក្រហមស្រស់ស្អាតកំពុងតែលេចចុះយឺតនៅពីក្រោយជួរភ្នំជំនួសមកវិញដោយភាពងងឹតនិងភាពត្រជាក់នៃខ្យល់រដូវរងានៅក្បែរមាត់ស្ទឹងដ៏ស្ងប់ស្ងាត់មួយដែលឆ្ងាយពីភូមិសុវណ្ណកំពុងតែប្រញាប់ប្រញាល់ចងទូករបស់គេថ្ងៃនេះគេមកពីនេសាទលើម៉ោងបន្តិចរហូតដល់គេភ្លេចខ្លួនថាមេឃងងឹតបាត់ទៅហើយខណៈពេលដែលសុវណ្ណកំពុងទាញខ្សែពួរចងទៅនឹងគោលដើមជ្រៃធំមួយស្រាប់តែមានសំឡេងម្យ៉ាងស្រែកឡើងតាមខ្យល់វាគឺជាសំឡេងមនុស្សយំស្រែកយ៉ាងខ្លាំងជាសំឡេងរបស់ស្ត្រីម្នាក់ដែលយំដួកមនុស្សកំពុងតាមស្វែងរកកូនហើយនាងបានស្រែកហៅកូនម៉ែកូននៅឯណាម៉ែមកទទួលកូនវិញហើយសុវណ្ណឈប់ស្ងៀមគាត់ស្ដាប់សំឡេងនោះទាំងបេះដូងលោតញាប់គាត់ភ័យយ៉ាងខ្លាំងគេព្យាយាមគិតថាវាប្រហែលជាសំឡេងសត្វយំពេលយប់ឬក៏ខ្យល់បោកបក់នឹងដើមឈើប៉ុន្តែសំឡេងនោះកាន់តែច្បាស់ទៅវាគឺជាសំឡេងមនុស្សយំពិតប៉ុន្តែវាពោពេញដោយភាពត្រជាក់និងភាពឈឺចាប់ដែលមិនអាចពណ៌នាបានឡើយគេងាកទៅរកប្រភពសំឡេងនោះនៅចម្ងាយប្រហែល50ម៉ែត្រនៅមាត់ទឹកដែលមានអាបពណ៌សស្ដាងគ្របបណ្ដប់គេបានឃើញស្រមោលស្ត្រីម្នាក់នាងកំពុងដើរនៅមាត់ស្ទឹងនាងស្លៀកឈុតពណ៌សវែងអាវរហែកសក់ខ្មៅវែងអន្លាយគ្របមុខចិត្តនាងកំពុងដើរយឺតចុះទៅក្នុងទឹកដូចជាកំពុងរកអ្វីម្យ៉ាងអ្នកមីងមករកអីយកប្រលប់នឹងវាគ្រោះថ្នាក់ណាស់សុវណ្ណស្រែកសួរដោយចិត្តអាណិតព្រោះគិតថាជាអ្នកភូមិវង្វេងផ្លូវឬបាត់កូនមែនតែនស្ត្រីនោះឈប់ស្ងៀមនៅមួយកន្លែងនាងមិនងាកមកមើលសុវណ្ណទេប៉ុន្តែសម្រែកយំរបស់នាងបានប្រែជាសម្រែកស្រែកយ៉ាងខ្លាំងកូនអញយកកូនអញមកវិញពេលនោះខ្យល់បោកមកយ៉ាងខ្លាំងដើមជ្រៃធំញ័រជាខ្លាំងស្ត្រីម្នាក់នោះបានងាកក្បាលមកយឺតសុវណ្ណសឹងតែកែងបេះដូងភ័យរន្ធត់ពេលឃើញថានៅក្រោមសក់វែងនោះគ្មានផ្ទៃមុខជាមនុស្សឡើយមានតែប្រហោងភ្នែកខ្មៅងងឹតដែលហូរឈាមពេញខ្លួននិងមាត់ដែលរហែកដល់ស្លឹកត្រចៀកនាងមិនមានដាទេប៉ុន្តែគឺហោះសំដៅមុខមាត់ច្រាំងដែលសុវណ្ណកំពុងឈរក្បាលរបស់នាងផ្អៀងទៅម្ខាងរួចស្រែកហៅឈ្មោះសុវណ្ណទាំងសំឡេងក្រលួចសុវណ្ណបានដួលរួចគាត់ខំវាទៅមុខទាំងភ័យផងញ័រផងក្នុងចិត្តគេដឹងច្បាស់ហើយថានេះមិនមែនជាមនុស្សទេប៉ុន្តែវាគឺជាវិញ្ញាណដែលគេល្បីតគ្នាថាស្រីយំរកកូនដែលតែមកចាប់ប្រលឹងអ្នកដំណើរដែលនៅក្បែរមាត់ទឹកនាពេលប្រលប់សម្រែកដ៏រន្ធត់របស់ខ្មោចស្រីនោះបន្លឺឡើងពេញព្រៃមាត់ស្ទឹងសុវណ្ណប្រឹងងើបឈរទាំងជើងញ័រគេគ្មានពេលគិតពីទូកឬសំណាញ់ដែលនៅមាត់ទឹកទៀតទេអ្វីដែលគេត្រូវធ្វើគឺរត់ឲ្យលឿនបំផុតដើម្បីទៅរកផ្លូវចូលភូមិកុំទៅអីនៅជួយរកកូនអញសិនសំឡេងនោះលែងបន្លឺពីចម្ងាយទៀតហើយសុវណ្ណបិទភ្នែករត់កាត់ព្រៃត្រែងនិងមែកឈើដែលកោសឆ្កួតសាច់របស់គេឈាមហូរស្រោចពេញដៃតែគេមិនមានអារម្មណ៍ឈឺឡើយព្រោះភាពភ័យខ្លាចបានគ្របដណ្ដប់លើអ្វីទាំងអស់គេរត់បានបន្តិចក៏ប្រទះឃើញស្ពានឈើចាស់មួយដែលឆ្លងកាត់ដៃស្ទឹងតូបមួយគេគិតថាបើឆ្លងទៅត្រៃម្ខាងគេនឹងជិតដល់ផ្លូវលំចូលភូមិហើយប៉ុន្តែនៅពេលដែលជើងរបស់គេជាន់លើក្តារស្ពានឈើដំបងសំឡេងយំក៏បន្លឺឡើងម្ដងទៀតលើកនេះវាបន្លឺជាងពីក្រោមស្ពានសុវណ្ណក៏ឈប់គេអោនមើលតាមប្រហោងក្តារស្ពានដោយមិនដឹងខ្លួននៅខាងក្រោមក្នុងទឹកដែលងងឹតឈឹងគេឃើញភ្នែកក្រហមឆេះមួយគូកំពុងសម្លឹងមករកគេស្រាប់តែមានដៃស្គមសល់តែឆ្អឹងស្បែកស្លេកស្លាំងដូចខ្មោចលូកចេញពីចន្លោះក្តារស្ពានមកចាប់កជើងសុវណ្ណយ៉ាងជាប់សុវណ្ណស្រែកខ្លាំងរួចប្រាំងរើបំរាស់ភាពត្រជាក់ចេញពីដៃនោះជ្រាបចូលដល់ឆ្អឹងខ្នងធ្វើឲ្យគេសឹងតែស្ពឹកស្រពន់មួយជំហៀងខ្លួនស្ត្រីក្នុងឈុតសដែលសុវណ្ណឃើញនៅមាត់ស្ទឹងអំបញ្ញមិញនេះបានលេចខ្លួនឡើងវិញនៅចុងស្ពានម្ខាងទៀតនាងដើរយឺតមករកគេសក់វែងរមូលក្រញាញ់របស់នាងអូសតាមដីហើយនៅតាមដានជើងរបស់នាងមានហូរទឹកស្អុយរលួយចេញមកនាងលើកដៃដែលមានក្រចកវែងចង្អុលមកមុខសុវណ្ណរួចសួរឯងមែនទេដែលយកកូនអញទៅលាក់អត់ទេខ្ញុំមិនដឹងអីទេ
សូមដោះលែងខ្ញុំទៅសវណ្ណសូមឲ្យខ្មោចស្រីនោះដោះលែងគេទាំងទឹកភ្នែកដៃដែលចាប់កជើងរបស់សវណ្ណកាន់តែរឹតខ្លាំងឡើងរហូតសវណ្ណដួលទៅលើកណ្ដាលស្ពានខណៈដែលខ្មោចស្រីនោះខិតមកជិតដល់ខ្លួនគេស្រាប់តែមានពន្លឺភ្លើងម្យ៉ាងបាញ់មកពីចម្ងាយរួមជាមួយសំឡេងឆ្កែព្រុសយ៉ាងខ្លាំងអ្នកណាគេនឹងសវណ្ណមែនទេសំឡេងបរោះម្នាក់ស្រែកសួរខ្មោចស្រីនោះឈប់ស្ងៀមនាងងាកទៅរកពន្លឺភ្លើងរួចស្រែកយ៉ាងវែងបន្ទាប់មកនាងក៏រលាយបាត់ទៅក្នុងអាប់រួមទាំងដៃតែចាប់ជើងសវណ្ណក៏បានលែងចេញសវណ្ណដកដង្ហើមយ៉ាប់គេប្រងើបមើលទៅម្ចាស់ពន្លឺភ្លើងវាគឺជាតាភូដែលជាអ្នកចាំចំការក្បែរនោះតាភូដើរមកជិតសវណ្ណទាំងទឹកមុខបារម្ភប៉ុន្តែនៅពេលដែលគាត់យកភ្លើងពឺបញ្ចាំងជក់មកមើលកជើងសវណ្ណគាត់ក៏ប្រែជាស្លេកនៅលើកជើងរបស់សវណ្ណដែលខ្មោចនោះបានចាប់មិញនេះមិនមែនគ្រាន់តែជាស្នាមធម្មតាទេប៉ុន្តែវាគឺជាស្នាមដៅរៀងរៀមដៃខ្មៅដែលកំពុងតែខ្លោចស្បែកដូចជាត្រូវភ្លើងឆេះតាភូប្រញាប់គ្រាសវណ្ណមកកាន់ខ្ទមរបស់គាត់រួចយកទឹកមុនដែលបានប្រសិទ្ធដោយលោកតាអាចារ្យវត្តមកលាងចម្រះលើស្នាមខ្មៅនៅកជើងនៅពេលទឹកមុនប៉ះនឹងស្បែកសំឡេងស្រែកធ្ងរដ៏ឈឺចាប់បន្លឺឡើងចេញពីស្នាមនោះហើយផ្សែងខ្មៅប្រភេទចេញមករហូតស្នាមខ្មៅប្រែជាក្រហមស្លេកវិញនាងមិនមែនចង់សម្លាប់ឯងទេសវណ្ណតាភូពោលទាំងដកដង្ហើមធំសម្លឹងទៅទិសដៅមាត់ទឹកវិញ្ញាណដែលជាប់ជំពាក់ដោយកំហុសនិងសេចក្តីស្រឡាញ់ដែលប្រែជាវិបត្តិសារីវាតែងតែធ្វើឲ្យប្រលឹងនោះវង្វេងក្នុងសមុទ្រទុកបែបនេះឯងតាមពិតទៅស្រីម្នាក់នោះគឺជានារីកាលពីច្រើនឆ្នាំមុននាងបានបាត់បង់កូនក្នុងឧបទ្ទវហេតុលេខទូកនៅមាត់ស្ទឹងនេះឯងដោយសារតែវិបត្តិសារីខ្លាំងពេកថាខ្លួនឯងមើលថែកូនមិនល្អនាងក៏បានសម្រេចចិត្តលោតទឹកសម្រាប់ខ្លួនតាមកូនទៅប៉ុន្តែស្លាប់ទៅហើយប្រលឹងនាងនៅតែមិនទៅណាគឺនៅតែវិលវល់រកកូនមិនឃើញព្រោះចិត្តនាងនៅជាប់នឹងភាពងងឹតនៃការមិនព្រមទទួលស្គាល់ការពិតព្រឹកព្រលឹមឡើងសវណ្ណនិងតាភូបានរៀបចំចង្ហាន់និងគ្រឿងសក្ការៈទៅកាន់មាត់ទឹកដែលជាកន្លែងសវណ្ណជួបខ្មោចនោះដំបូងពួកគេបានអញ្ជើញព្រះសង្ឃមកសូត្រធម៌និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនាងនារីនិងកូននៅពេលដែលទឹកមុនចាក់ស្រោចចក់លើដីសវណ្ណបានបិទភ្នែកហើយនិយាយក្នុងចិត្តថាអ្នកមីងអើយកូនរបស់អ្នកមីងបានទៅកាន់សុគតិភពយូរហើយសូមអ្នកមីងលាក់បងនៅសេចក្តីទុក្ខនេះចុះកុំនៅជាប់ជំពាក់នឹងភាពឈឺចាប់ទៀតអីសូមឲ្យពន្លឺនៃធម៌នាំផ្លូវអ្នកមីងទៅកាន់ទីស្ងប់ចុះពេលនោះខ្យល់ត្រជាក់ជាខ្លាំងដែលធ្លាប់តែបកយ៉ាងខ្លាំងបានប្រែជាខ្យល់ជំនោរដ៏កក់ក្ដៅនៅកណ្ដាលផ្ទៃទឹកដែលគ្របដណ្ដប់ដោយអាប់សវណ្ណបានឃើញស្រមោលស្ត្រីគ្រឿងឈុតសនោះម្ដងទៀតប៉ុន្តែលើកនេះមុខរបស់នាងលែងគួរឲ្យខ្លាចទៀតហើយនាងបង្ហាញស្នាមញញឹមយ៉ាងទន់ភ្លន់រួចសំពះលាសវណ្ណនិងតាភូមុននឹងរលាយបាត់ទៅក្នុងពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមស្នាមនៅលើជើងរបស់សវណ្ណក៏បានរលុបបាត់អស់គ្មានសល់ដែររឿងនេះចង់អប់រំយើងថាសេចក្តីស្រឡាញ់ដែលងប់ងល់ពេកនិងការមិនព្រមលះបង់នៅវិបត្តិសារីគឺជាច្រវាក់ដែលចងភ្ជាប់យើងឲ្យរស់នៅក្នុងនរកនៃសេចក្តីទុក្ខ 1. ការលះបង់មិនថាជារឿងរ៉ាវក្នុងអតីតកាលឈឺចាប់យ៉ាងណាបើយើងមិនព្រមលែងដៃពីវាទេវានឹងคล้ายជាវិញ្ញាណអាក្រក់ដែលតាមលងបន្លាចជីវិតយើងជានិច្ច 2. ការយល់ចិត្តជួនកាលភាពសាហាវដែលយើងឃើញពីខាងក្រៅអាចមានប្រភពចេញពីភាពឈឺចាប់ដែលមិនអាចពណ៌នាបាននៅខាងក្នុងការដោះស្រាយបញ្ហាដោយក្តីមេត្តាដូចជាការធ្វើបុណ្យឧទ្ទិសកុសលគឺជាថ្នាំព្យាបាលដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់រំលាយរាល់ការចងពៀទាំងឡាយបើបងប្អូនពេញចិត្តសាច់រឿងនេះសូមចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា